ខ្ញុំបានអាននៅក្តីតវ៉ារបស់កំណត់ទូតវ៉ារបស់ក្រសួងការបរទេសនៃប្រជាជាតិកម្ពុជារបស់យើងដែរបាទចំពោះខ្ញុំមិនហៅថាដំណើរបំពេញទស្សនកិច្ចទេពីព្រោះនេះជាទង្វើខុសច្បាប់អញ្ចឹងខ្ញុំហៅថាជាដំណើរការគឺជាដំណើរបំពេញកិច្ចឈ្លានពានរបស់លោកអនុទាននឹងទៅតំបន់អានសេះពីព្រោះអានសេះនេះខ្ញុំសូមគូសបញ្ជាក់បន្តិចតាមខ្ញុំបានអានឯកសារក៏ដូចជាបានស្ដាប់ក៏ដូចជាបានសិក្សាស្រាវជ្រាវទាំងនិក្ខេបបទរបស់ខ្ញុំនិងឯកសារផ្សេងទៀតបានបញ្ជាក់យ៉ាងច្បាស់ថាទីតាំងនោះគឺនៅក្នុងទឹកដីកម្ពុជាបើយើងមើលផែនទីទាំងផែនទីបារាំងសៀមទាំងផែនទីដែលគូសដោយឯកតោភាគីរបស់ថៃកន្លងទៅហ្នឹងក៏ជាទឹកដីរបស់កម្ពុជាដែរអញ្ចឹងការឈានជើងរបស់អនុទានចន្ទរៈគុលទៅតំបន់នោះគឺជាការឈ្លានពានការបង្ហាញចរិតលក្ខណៈឈ្លានពានយ៉ាងក៏ក្លឿនតែម្ដងហើយខ្ញុំបានអានទៀតគឺអានសារព័ត៌មានខាងថៃគេបានផ្សាយថាអនុទានបានប្រកាសគាំទ្ររាល់សកម្មភាពរបស់យោធាទៅទៀតប្រកាសនៅទីតាំងនោះទៅទៀតអញ្ចឹងមានន័យថាអនុទាននេះទាំងរដ្ឋាភិបាលស៊ីវិលទាំងយោធាគឺបានប្រកាសគាំទ្រនយោបាយឈ្លានពានទឹកដីកម្ពុជាហើយទាំងអស់នេះគឺបានរំលោភធ្ងន់ធ្ងរទៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាដោយដែលយើងបាននិយាយមិញនេះគឺទាំងផែនទីបារាំងសៀមទាំងផែនទីឯកតោភាគីគឺអានសេះដែលអនុទានទៅជន់ជើងនោះគឺជាទឹកដីរបស់កម្ពុជាយ៉ាងច្បាស់អញ្ចឹងហើយនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបូរណភាពទឹកដីកម្ពុជាដែលមិនអាចលើកលែងបានហើយកម្ពុជាដាច់ខាតត្រូវតែតវ៉ាយ៉ាងដាច់អហង្ការប្រសិនបើកម្ពុជាមិនមានការអត់ធ្មត់ទៅលើបទឈប់បាញ់ដើម្បីអនុវត្តបទឈប់បាញ់ទេការជន់ទឹកដីកម្ពុជាដោយគ្មានការសុំអនុញ្ញាតផ្នែកការទូតនេះគឺជាទង្វើមួយដែលអាចប្រតិកម្មក្នុងវិស័យយោធាបានអានេះខ្ញុំសូមបញ្ជាក់អញ្ចឹងហើយខ្ញុំសូមឲ្យខាងភាគីថៃកែសម្រួលនៅចំណុចនេះឡើងវិញពីព្រោះយើងបានចុះកិច្ចព្រមព្រៀងជាមួយគ្នាទាំង MOU ឆ្នាំ2000ដែលយើង MOU ឆ្នាំ2000នេះអនុឡោមប្រើប្រាស់ផែនទីបារាំងសៀមនិងឯកសារផ្សេងទៀតទាំងផែនទីទាំងសន្ធិសញ្ញាហើយកំណត់ឲ្យមានក្រុមការងារបច្ចេកទេសធ្វើកិច្ចការហ្នឹងអាហ្នឹងរឿង MOU ឆ្នាំ2000ដល់ពេលយើងបទឈប់បាញ់សេចក្តីប្រកាសរួមបទឈប់បាញ់ថ្ងៃ27ធ្នូឆ្នាំ2025ក៏បានចែងកិច្ចការនឹងទៀតបាទអញ្ចឹងហើយអានេះរំលោភមកតង់ទៀតហើយរំលោភមកតង់ទៀតគឺរំលោភទៅលើសេចក្តីប្រកាសសំទោសកិច្ចព្រមព្រៀងសន្តិភាពឬគេហៅថា KL Accord ដែលមានទាំងអាស៊ាននិងប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិកចូលរួមជាសាក្សីអញ្ចឹងហើយនេះជាការរំលោភសេចក្តីទុកចិត្តយ៉ាងធ្ងន់ធ្ងរនៅក្នុងកម្រិតអន្តរជាតិហើយរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិដែលនិយាយអំពីការគោរពគ្នាទៅវិញទៅមករំលោភធម្មនុញ្ញអាស៊ាននិងគោលការណ៍គ្រឹះសន្តិភាពរបស់អាស៊ានអញ្ចឹងនេះជាអ្វីដែលលោកអនុទាននិងខាងកងទ័ពយោធាថៃហ្នឹងរំលោភទៅលើកិច្ចការហ្នឹងហើយខ្ញុំសូមហៅថាមិនមែនដំណើរទស្សនកិច្ចទេគឺដំណើរការឈ្លានពានហើយបានប្រកាសយ៉ាងក្តែងទៀតថាខ្លួនគ្រប់គ្រងរាល់សកម្មភាពយោធារបស់ខ្លួនហ្នឹងនៅទីនោះនិងនៅកន្លែងផ្សេងទៀតអញ្ចឹងហើយនេះជានយោបាយឈ្លានពានដ៏គ្រោះថ្នាក់មួយសូមឲ្យពិភពលោកងាកប្រឡេកមើលមកប្រទេសថៃនៅចំណុចនេះរួមទាំងអាស៊ានផងហេតុអីបានខ្ញុំនិយាយដូច្នេះពីព្រោះយើងបញ្ជាក់ទៀតថាកម្ពុជាថៃមានព្រំដែនអន្តរជាតិរួចស្រេចទៅហើយមានយន្តការផ្ទៀងផ្ទាត់រួចស្រេចទៅទៀតគឺគណៈកម្មការរួមដោះស្រាយកិច្ចការព្រំដែនគឺ JBC បាទកម្ពុជាដាក់លិខិតអំពាវនាវទៅថៃដាក់លិខិតទៅដល់ថៃឲ្យបញ្ជូនក្រុមការងារបច្ចេកទេសមកវាស់វែងដោយដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025ប៉ុន្តែថៃប្រកែកយកលេស
chỉ tràn lực tràn sám thèm tiếng đào châu từ đây Campuchia đã có bắp bọt căn ti tăng đã có bắp hơi thay mày ní bài chi này vô làm thấy ban bằng hai phiếp của lớn đói mình vô đói bụng tiền bắp nâng mình vô bắp ăn trả chết châu mau giang đối này đại bà thì mỗi nhóm ban này gì dù hái hay còn này gì tràn nói thà thấy ê dạ bọt thấy ní cứ chia ê dạ bọt của lớn liên biên từ đây Campuchia mình men thay mình đắng ấy đôi mấy khang xa bỏ miền xuôi nhóm nâng tha tàng phan ti bà ràng xiêm tàng phan ti thay cu ai cả tạo việc ký tì tăng sầm khăn môi chùm nuốt ban mảnh chẹt than là không thực đây Campuchia chân hai ấy ban thay nơi tại chỗ máu quỷ phú thay miên phan cá liên biên thực đây Campuchia dù hái rong chăm ở cả than là hiếp sẽ có lốpឬក៏សម្ដាប់ធ្នាប់សកលលោកធ្លាក់ចុះដុនដាឬក៏មានបញ្ហាថៃបន្តឆ្លៀនពៀនទាំងនេះគឺយើងធ្លាប់សង្កេតឃើញក្នុងអតីតកាលអញ្ចឹងហើយឲ្យតែសម្ដាប់ធ្នាប់សកលលោកនិងសម្ដាប់ធ្នាប់តំបន់មានបញ្ហារឿងកម្ពុជាមានបញ្ហាគឺថៃតែងតែចូលឆ្លៀនពៀនខ្ញុំក៏សម្គាល់ថៃទទួលស្គាល់ឯករាជ្យជាតិរបស់កម្ពុជាពីបារាំងនឹងមុននឹងបារាំងបកគលឲ្យកម្ពុជាទៅទៀតហេតុអីពីព្រោះថៃបានដឹងថានៅពេលដែលបារាំងចេញកម្ពុជានឹងខ្សោយកម្ពុជាមិនមានទ័ពខ្លាំងកម្ពុជាប្រព័ន្ធដឹកនាំរដ្ឋអីមិនទាន់ខ្លាំងពីព្រោះកន្លងទៅមានអាណានិគមមានអាណាព្យាបាលបារាំងគុំក្រងរឿងហ្នឹងអញ្ចឹងថៃនេះគឺមានលេសទទួលស្គាល់នៅឯករាជ្យកម្ពុជាទាំងបារាំងមិនទាន់បកគលឲ្យកម្ពុជាផងមានន័យថាធ្វើមិនឲ្យបារាំងចេញពីកម្ពុជាលឿនអញ្ចឹងយើងឃើញថានៅក្នុងសម័យកាលប្រវត្តិសាស្ត្រហ្នឹងនៅពេលដែលបារាំងចេញគឺថៃចាប់ដើមចូលនៅព្រះវិហារមែនអានេះយើងគ្រាន់តែរំលឹកជាសារៈបាននៃប្រវត្តិសាស្ត្រគឺអញ្ចឹងហើយការចូលកាន់កាប់ទឹកដីកម្ពុជាហ្នឹងខ្ញុំបញ្ជាក់ឡើងវិញគឺជាផែនការឈ្លានពានរបស់ប្រទេសថៃអញ្ចឹងកម្ពុជាយើងត្រូវតែដឹងចំណុចហ្នឹងត្រូវតែដឹងបាទទី2គឺថៃគឺណែមិនយកមិនឲ្យតម្លៃច្បាប់អន្តរជាតិឬមិនឲ្យតម្លៃសហគមន៍អន្តរជាតិពីព្រោះយើងដឹងហើយថាយើងបាននិយាយមុននេះក៏និយាយហើយកន្លងទៅក៏និយាយអ្នកវិភាគផ្សេងទៀតក៏និយាយអ្នកតាមដានផ្សេងទៀតក៏និយាយគឺយើងប្រទេសទាំងពីរចងដោយច្បាប់អន្តរជាតិរួចហើយគេដឹងហើយទី2ស្មារតីសហគមន៍អន្តរជាតិបានជ្រោមជ្រែងឲ្យយើងស្វែងរកបទឈប់បាញ់និងសន្តិភាពជាមួយគ្នាប៉ុន្តែថៃអត់ទទួលអត់គោរពអញ្ចឹងចំណុចទី3 1 2 3ហ្នឹងគឺថៃជាប្រទេសដែលអនុវត្តច្បាប់ព្រៃមានន័យថាអាងលើប្រទេសខ្លួនខ្លាំងយោធាខ្លាំងអំណាចយោធាខ្លាំងប្រទេសដែលមានសមត្ថភាពធំជាងឆ្លៀនពៀនប្រទេសដែលមានសមត្ថភាពតូចជាងអញ្ចឹងអាហ្នឹងគឺបញ្ហាច្បាប់ព្រៃក៏ប៉ុន្តែខ្ញុំយល់ថានេះជាខ្ញុំតែនិយាយថាថៃតែងកណនីបែបនេះខ្ញុំនៅតែវាយតម្លៃថាទោះជាស្ដាប់ធ្នាប់សកលមានបញ្ហាយ៉ាងណាក៏ដោយនៅថ្ងៃនេះក៏ប៉ុន្តែវានៅតែមានឥទ្ធិពលទៅលើដំណោះស្រាយបាទនៅតែមានឥទ្ធិពលដំណោះស្រាយពីព្រោះខ្ញុំតែនិយាយថាលកឹកណាមិនមានសង្គ្រាមលោកលើកទី3ទេអង្គការសហប្រជាជាតិនៅតែដើរតួនាទីសំខាន់នៅក្នុងសន្តិភាពពិភពលោកអញ្ចឹងបើអង្គការសហប្រជាជាតិនៅដើរតួនាទីសំខាន់សន្ធិសញ្ញាច្បាប់អន្តរជាតិទាំងឡាយណាដែលស្ថិតក្នុងចង្កោមអង្គការសហប្រជាជាតិនៅតែជាមានប្រសិទ្ធភាពនៅក្នុងក្របខ័ណ្ឌធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីដោះស្រាយកិច្ចការហ្នឹងអញ្ចឹងនេះជាអ្វីដែលកម្ពុជារាជរដ្ឋាភិបាលកម្ពុជាបានធ្វើនៅក្នុងកិច្ចការច្បាប់អន្តរជាតិនិងការទូតអន្តរជាតិក៏ប៉ុន្តែខ្ញុំក៏មិនភ្លេចរំលឹកនៅការកសាងនិងធ្វើពិពិធកម្មវិស័យយោធានិងយុទ្ធឧបករណ៍យើងដែរខ្ញុំតែងតែរំលឹកគ្រប់ការសម្ភាសរបស់ខ្ញុំពីព្រោះយើងមិនអាចសំអាងតែលើច្បាប់អន្តរជាតិឬសំអាងសហគមន៍អន្តរជាតិមិនបានគិតពីការកសាងកម្លាំងទេហើយមិនបាច់និយាយលាក់លៀមទេពីព្រោះពិតប្រកបថៃឈ្លានពានយើងអញ្ចឹងយើងកសាងកម្លាំងធ្វើពិពិធកម្មកម្លាំងបំពាក់យុទ្ធឧបករណ៍ទំនើបគឺដើម្បីគ្រាន់តែការពារខ្លួនទេការពារទឹកដីរបស់ខ្លួនត្រូវតែធ្វើបាទពីព្រោះយើងដឹងហើយថាយើងមានច្បាប់អន្តរជាតិច្រើនជាន់ហើយច្បាស់លាស់ប៉ុន្តែរាល់ការឈ្លានពានរបស់ថៃ
ไทยมันได้เกิดฉบับอันตรายเลยไทยอ้างกำลังโดยนะยืนไตรแต่ปุ่งเรื่องกำลังตบก็มาวิชเลียนเปียนหายกานาโจมายืนตัวบะดังขอปนังวิจัยลอยวิจัยเปเวลีวิจัยการเงียจิตรามเทียดขอคานเปเวลีอภิวัตไอจิดาวจังยืนไตรแต่อภิวัตกำลังระบายยืนตบก็มาไทยโจมาบางยืนในปัญหาสมดยืนในปัญหาเซนเตียนยืนเมียนพายอะไรยืนเมียนพรมแดนแน่โกกlà hốt đã chiên bằng bảy hỏi của lô mát chẳng dương thời ca thôn thiên trả ấn từ lứa vì say còn top vì say vô thiên năng vô thùng có ní đã bay túc đã bay cà phê ní chỉ mê riêng nhằm tha chỉ mê riêng sầm khăn mong mê riêng đó sầm khăn đại thay các ở dương thờiแต่rừng móm túc còn ở vì châu tiệt mà tì muối nhằm cô mình chạy làng bánh tham mình mến đầm ná tê sẵn cách đại pra phía ca tút rư phơi ca tì cứ đầm na ca châu liên phiên tức đây cam chí pro ca prap bị phốp lốp xã công an trả chiết tha thay mình khai xã công an trả chiết đi châu tức đây ní pro sân bà Campuchia mình to ba miền đây tha từ tua squal nơi ở vậy đại chia ca bằng pin tè sẵn cách đôi đại khang ca tu nỉ tại ớt tế cứ chiến đầm na ca chiên chương châu liên phiên com tro vì say vô thi rồi bọc luôn đàm bấy liên phiên tức đây Campuchia chân sông xa thiên hạ chôn chiếp rương nắng sông nẹt ca tút tiênสัญญา cót sầm co ở bát tha ní cứ chia đầm na ca châu liên phiên tức đây Campuchia đói chồng ho rồi bócรับtha bị ba là nụ tìm bà đái tới và ca com tro rolสกรรมเพียบโยธีระบล้วนliên phiên tức đây Campuchia nắng rương dương tụ tử cót sầm co môi tiết cứ tha dươngแต่งออกนี้เตาแต่บ่อนต่อไอ้กับเพียบรวบรวมเรียกตัวอย่างนางกันน้อยดำใบเจียสมาได้สามกี้อ่อยเรื่องม้อมสำหรับยืงต่อตั้งจมูกไทยนี่ในระยะเปลมันชับเปเตในยูติดจังยืงเทกาเปเวลีมันต่อติดจำนวนตีใบยมกู้หุ่มเล็กลางเว้นเตาแต่อภิวัตสมรรถเพียบจีจำบันเจปิเซดีไซโยเทียนยุทธปกรณ์นี่ยมยี่ดอยตัวตุ้ยบ่ายี่ดอยตัวตุ้ยดำใบยืงมันยมอุทิศหอย่างใครมาดังเทียบท่าโบรบองจอบโกมันโจซีดำน้ำนี่ยมทรงจอบนั่งประเทศบ้านจมวยไทยเชียนเปียนนี่มันจะอย่างเสียนี่นะบานจังขนมอาการที่ในการประชุมประเทศสภีนี่ยมทรงอ่ำเปียงนิ้วเอาพระติภูเตียงอ้อได้อันเชิญมาประชุมนี่บานดังลือเนื้อนโยบายเชียนเปียนระบอบประเทศไทยให้ช่วยดอลยุติธรรมสำหรับอันตรเชียดมันสำหรับแต่การปฏิบัติดอลยุติธรรมสำหรับฉบับอันตรเชียดได้เนื้อจิตทรเมียนบ่านี่ยมทรงเปียงนิ้วปนังมา